អ្នកនរគ្នាគេលេងសូហ្គីតាប្រហែលជាអ្នកនរគ្នាចង់បានដែរហើយបើអ្នកនរគ្នាចង់បានខំមកចុចខ្ញុំតិចមកចាំខ្ញុំប្រាប់ពីរបៀបយកហើយមុននឹងចូលដល់វីដេអូខ្ញុំសូមចិនអ្នកនរគ្នាចុច like ហើយ subscribe លើវីដេអូនេះអ្នកមួយមកដើម្បីជួយកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូនេះបន្តទៀតតោះកុំឲ្យបែកអូហូស្ទឹងច្រើនចូលដល់វីដេអូយើងទាំងអស់គ្នាជាដំបូងអ្នកនរគ្នាត្រូវដើរមកកន្លែងនេះមកកន្លែងគេហៅថាកន្លែងភ្នោខ្មោចហើយបញ្ជាក់គ្នាយើងតតែ server នឹង full មុនទៅវាអាចធ្វើយកសូហ្គីតាបានហើយបន្ទាប់ពីយើងមកដល់នេះហើយយើងចុចកន្លែងតាន PC មួយនេះមកហើយបន្ទាប់មកយើងចុច Pay មកហើយបន្ទាប់មកចេញយកយើងចុច J នឹងមកបន្ទាប់មកវាចេញផ្ទាំងពណ៌ខ្មៅបែបនេះបន្ទាប់ពីវាចេញផ្ទាំងពណ៌ខ្មៅហើយអ្នកនរគ្នាអាចធ្វើយកសូហ្គីតាបានហើយអ្នកនរគ្នាត្រូវដើរមកកន្លែង Zombie មកខាងទៀតហើយអ្នកនរគ្នាត្រូវតែប្រម៉ូ Zombie ទាំងអស់នឹងដាក់ឲ្យចំមកកន្លែងពណ៌ក្រហមហ្នឹងវាយ NPC នឹងឲ្យមកចុចគ្នាអស់មកគ្នាហើយបន្តមកអ្នកនរគ្នាត្រូវតែសម្លាប់វាអស់ចឹងមកហើយវាចេញផ្ទាំងពណ៌ខ្មៅម្ដងទៀតហើយវាឲ្យយើងធ្វើ quest បន្ទាប់ទៀត quest បន្ទាប់អ្នកនរគ្នាត្រូវដើរទៅកន្លែងផ្នោដែលយើងធ្វើដំបូងហើយយើងមកដល់ហើយយើងត្រូវរាប់ផ្នោអ្នកនរគ្នាប្រាប់ឲ្យគ្នាកន្លែងហ្នឹងមិនមែនគេមើលដីផ្នោហ្នឹងទេគេមើលបកគោលវាគ្នាហើយយើងមើលទៅកន្លែងណាដែលមានបកគោលនឹងច្រើនជាងគេអ្នកនរគ្នាត្រូវតែមកចុចពណ៌សកន្លែងសាមងនេះដែលចូលស្វែងជាងទៅវាជាប់មកជាស្រ័យគ្នានៅគ្នាយើងមកចុចកន្លែងពណ៌សចំកន្លែងផ្លាកវាហ្នឹងមកហើយអ្នកនរគ្នាធ្វើចឹងទៅអស់មកហើយបន្ទាប់ពីចុចអស់ហើយវាចេញតាមពណ៌ខ្មៅម្ដងទៀតត្រង់សិនទៅគ្នាយើងដោយសារចិត្តហើយខ្វែបន្ទាប់វាឲ្យយើងទៅនិយាយជាមួយតា NPC មួយនោះហើយអ្នកគ្នាចុះក្នុងទ្វារមកហើយនេះឃើញតា NPC មួយហ្នឹងយើងចុចលើវាមួយមកហើយវានឹងចេញផ្ទាំងពណ៌ខ្មៅម្ដងទៀតហើយខ្វែនេះគេឲ្យយើងទៅមើលកន្លែងនោះដើម្បីទៅរៀបឲ្យវាស្មើគ្នាអ្នកគ្នាយើងកន្លែងពៀនហ្នឹងគ្នាពិបាកជាងគេមកខ្ញុំធ្វើតម្រាំហើយចង់ដាច់ចោលគ្នាបើថាយល់អស់អ្នកគ្នាថតទុកទៅវាស្រួលមើលជាងកុំឲ្យដូចខ្ញុំហើយអ្នកគ្នាចាំហើយមកតាមខ្ញុំមកទៅយើងចូលទៅក្រោមហើយមកដល់កន្លែងនេះយើងចុចមកហើយអានេះអត់មានទេហើយនេះផ្ដែកយកមកផ្ដែកមួយទៀតមកហើយនេះលឹបមួយហើយលឹបចេញមួយទៀតមកហើយលឹបចេញមួយទៀតមកគឺថាញ៉ៃហើយមែនទេតោះលឹបមួយទៀតគឺហើយអញ្ចឹងវាចេញពណ៌ខ្មៅម្ដងទៀតហើយគ្នាយើងណាខ្វែចុងក្រោយនេះវាឲ្យយើងមើលបកគោដែលបកគោមានពណ៌បើថាអ្នកគ្នាអត់ចេះធ្វើទេមកធ្វើតាមខ្ញុំមកគឺស្រួលខ្លាំងមែនទេគ្នាជាដំបូងអ្នកគ្នាត្រូវមកកន្លែងដើមវានេះមកហើយអ្នកគ្នាដំបូងគេបាច់ដាក់ពណ៌ទេហើយកន្លែងនេះយើងដាក់ពណ៌ក្រហមមួយទៀតមកហើយអានេះយើងដាក់ពណ៌ខៀវមកហើយនេះយើងប្រឡែងចោលបាច់ចុចទេគ្នាហើយមកដល់កន្លែងនេះយើងដាក់ពណ៌បៃតងហើយមួយទៀតយើងដាក់ពណ៌ខ្មៅដដែលហើយកន្លែងនេះដាក់ពណ៌ក្រហមចេះមកហើយមកដល់នេះយើងដាក់ពណ៌មិនទេអត់មានប៉ុណ្ណឹងហើយនេះយើងដាក់ពណ៌ខៀវមកគឺរួចរាល់ហើយគ្នាហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់នោះគឺយើងទៅទិញតែម្ដងគ្នាហើយខ្ញុំត្រូវការ500បនទៀតដើម្បីទិញឥឡូវខ្ញុំធ្វើការទៅ farm ជាមួយនឹងបនសិន2000 years later ឥឡូវគឺខ្ញុំទទួលបាន500បនហើយជាមួយនឹង Dark Fragment ជាមួយនឹង Extra Plus ហើយឥឡូវយើងគឺការបាយយកតែម្ដងទៅគ្នាយើងណែសូហ្គីតាឡើងប៉ុណ្ណាណៃមើលសូហ្គីតាមិនសូហ្គីតាមើលខ្លួនឯងនិយាយលេងឯគ្នាយើងហើយវីដេអូយើងក៏ចប់តែត្រឹមហ្នឹងដែរហើយខ្ញុំក៏សូមអរគុណដល់អ្នកនរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយជូនពរឲ្យសុខសប្បាយទាំងអស់គ្នាហើយបាយបាយគ្នាយើងជួបគ្នានៅវីដេអូក្រោយ